បាទក្រុមវាសួរពុកម៉ែបងប្អូនខានថតវីដេអូពាក់ព័ន្ធជាមួយការចាំមន់ស្រាយយូរបងប្អូនណាដោយសាររវល់ច្រើនហើយឈឺផងណាអញ្ចឹងនេះគឺជាកូនមន់200ក្បាលដែលខ្ញុំធ្លាប់ចេញវីដេអូជូនបងប្អូនយើងចំនួន2ដងនេះគេចុះមកនៅទីនេះបាន1សប្តាហ៍ហើយ7ថ្ងៃហើយបងប្អូនណាហើយក៏ដល់ស៊ីរាល់យប់បងប្អូនអើយមកយប់2មកយប់1មកយប់2ចាប់ហែកស៊ីហ្មងបងប្អូនព្យាយាមដាក់អង្គប់ដែរតែធ្វើអត់ឈ្នះបងប្អូនវាយបានខ្លះអត់ខ្លះយ៉ាងទៅហើយថ្ងៃនេះចង់ចែកម្លែកជូនមន់អាយុចាប់ពីញាស់ដល់1ខែដដែលព្រោះដោយសារកូនមន់នេះអត់ទាន់បាន1ខែទេបងប្អូនណាអញ្ចឹងចែកជូនបងប្អូនចន្លោះហ្នឹងដែរណាពាក់ព័ន្ធជាមួយការចាំកូនមន់ទៅតែញាស់ដល់អាយុ1ខែណាត្រូវមានបែបបត់មិនខ្លះធ្វើមិនខ្លះបានកូនមន់ល្អណាហើយសុខភាពកូនមន់ទាំងអស់នេះល្អបងប្អូនណាល្អតោះតែរឿងបញ្ហាក៏ដល់ខាំតិចចំពោះថ្ងៃនេះចង់ចែកម្លែកពាក់ព័ន្ធជាមួយការចាំអាយុចាប់ពី1ខែដល់សុំទោសចាប់ពីញាស់ដល់1ខែនេះពាក់ព័ន្ធជាមួយការ stress ហើយនឹងការផ្ដល់វីតាមីនហើយនឹងចំណីឲ្យបានគ្រប់គ្រាន់ចំពោះចំណីខ្ញុំនៅតែបញ្ជាក់ជូនពុកម៉ែបងប្អូនត្រូវជ្រើសរើសយកប្រភេទចំណីដែលមានប្រូតេអ៊ីន 21% ណាបើអត់បាន 21% មន់បងប្អូនមិន stress ក៏ចឹកគ្នាដែរណាអាហ្នឹងពាក់ព័ន្ធជាមួយចំណីហើយមួយវិញទៀតបើមន់ប្រូតេអ៊ីនគ្រប់គ្រាន់ហើយតែបរិវេណទ្រុងអត់មានខ្យល់បរិយាកាសចេញចូលល្អដូចទ្រុងខ្ញុំនេះហើយពេលយប់អត់បានបិទបាំងធ្វើមន់ផ្ដាសាយណាធ្វើមន់ផ្ដាសាយឈឺកុករួញកជាដើមហ្នឹងគឺកតាទ្រុងដែរណាពាក់ព័ន្ធជាមួយកតាទ្រុងដែរណាអត់បានបិទបាំងអត់បានក្រាលអង្កាមហើយពាក់ព័ន្ធជាមួយនឹង stress ចឹកគ្នាពេលថ្ងៃអត់បានបើកអត់មានខ្យល់អាកាសចេញចូលដូចទ្រុងខ្ញុំអត់មានពលឺជះពីលិចទៅកើតពីកើតទៅលិចមានន័យថាបងប្អូនសងទ្រុងបដោយថ្ងៃហើយអត់បានបិទបាំងតង់នោះជាកត្តាដែលធ្វើឲ្យកូនមន់អាយុចាប់ពីញាស់ដល់1ខែហ្នឹងមានការចាក់គ្នាហើយមានការឈឺសកុករួញកអីជាដើមហ្នឹងកត្តាទ្រុងមួយគត់ដែលធ្វើឲ្យបងប្អូនដោះស្រាយអត់ចេញណាបងប្អូនដោះស្រាយអត់ចេញមិនបានថាដោះស្រាយអត់ចេញថ្នាំមានប៉ុន្តែសួរថាថ្នាំហ្នឹងដាក់ហើយកូនមន់លែងឈឺមែនអត់ទេណាលែងឈឺតែមកជាតិថ្នាំអស់ជាតិថ្នាំឈឺទៀតដែរណាអញ្ចឹងចង់ឲ្យបងប្អូនសិក្សាឡើងវិញពាក់ព័ន្ធជាមួយនឹងការថែទាំកូនមន់អាយុចាប់ពីញាស់ដល់1ខែនេះគឺសំខាន់គឺជាមូលដ្ឋានគ្រឹះហើយវគ្គនេះខ្ញុំក៏អស់ច្រើនដែរអស់ចូល20ក្បាលជាងដោយសារកតាកដលណាហើយការងាប់ខ្លះហើយកដលធ្វើខ្លះអញ្ចឹងកិច្ចអត់ផុតណាបងប្អូនណាពីមួយវគ្គទៅមួយវគ្គវាមានបាត់បង់ខ្លះប៉ុន្តែកុំឲ្យច្រើនលើសលប់ឧទាហរណ៍ថាមន់200គេថែមខ្លះ7 8ក្បាលឬក៏6ក្បាលបងប្អូនឲ្យបាត់បង់4 10ទៅ20អីក៏បានដែរប៉ុន្តែវាបើលើសហ្នឹងដល់50 60អី100អីហ្នឹងខាត់បងហើយបងប្អូនណាអត់ចំណេញទេណាចំមន់ស្រែណាព្រោះយើងត្រូវការចំណីត្រូវការថែទាំវារយៈពេលដល់3ខែអញ្ចឹងបានលក់ណាអញ្ចឹងយើងខាតចំណីច្រើនហើយបើយើងងាប់ច្រើនយើងអត់ចំណេញទេណាអញ្ចឹងក្នុងវីដេអូនេះចែកជូនបងប្អូនប៉ុណ្ណឹងចង់បញ្ជាក់បងប្អូនថាកត្តាទ្រុងសំខាន់ដល់មន់រហូតចាប់ពីញាស់រហូតដល់លក់ណាបងប្អូនណាអញ្ចឹងគ្រាន់តែចាប់ពីតម្លាក់ពីទ្រុងទូស្អំមកទ្រុងដែលមន់សាច់យើងនេះហើយគឺកត្តាទី2ដែលសំខាន់បំផុតគឺទ្រុងមន់សាច់នេះហើយបើបងប្អូនសង់ត្រូវតាមបច្ចេកទេសបងប្អូនអត់សូវចោះលុយទិញថ្នាំទេហើយបងប្អូនអត់សូវមានមន់បាត់បង់ច្រើនទេអញ្ចឹងបញ្ជាក់ជូនបងប្អូនប៉ុណ្ណឹងបើបងប្អូនធ្វើត្រូវតាមបច្ចេកទេសសង់រោងតឹងថ្ងៃមានតង់បិទបាំងនៅពេលយប់កុំឲ្យត្រជាក់ល្ងាធ្វើឲ្យមន់សង្កុករួញកអីជាដើមហ្នឹងហើយព្យាយាមដាក់វីតាមីនចូលក្នុងទឹកមកកញ្ចប់ 4-5 ពាន់អីនោះវាមិនចោះលុយទេបងប្អូនណាតែបើបងប្អូនចោលអាកតាបច្ចេកទេសហ្នឹងបងប្អូនយកលុយទិញ 4-10 ម៉ឺនថ្នាំ 4-10 ម៉ឺនមកក៏អត់ឈ្នះដែរអត់ឈ្នះជាមួយនឹងធម្មជាតិទេព្រោះធម្មជាតិសត្វវាជា
ជីវិតអញ្ចឹងវាត្រូវការបែបធម្មជាតិច្រើនជាងយើងកែច្នៃអញ្ចឹងបើយើងច្នៃលើសលប់ក៏មន់អត់មានសុខភាពល្អដែរអញ្ចឹងបងប្អូនអាចសិក្សាទៅតាម YouTube ឬក៏គ្រូផ្សេងៗដែលគេចែកម្លែកឬក៏រៀនវគ្គខ្លីជាមួយគេបន្ថែមក៏ហិតតែល្អគេបរៀនខ្លីៗទេមិនអីជាយូរទេមានជាវីដេអូក៏មានជាសៀវភៅក៏មានឬក៏តាមដានក្នុងវីដេអូខ្ញុំក៏បានខ្ញុំអត់លាក់ទេខ្ញុំចែកជូនទាំងអស់មន់ខ្ញុំប៉ុន្មានការធ្វើប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំរបស់ខ្ញុំមានប្រហែលខ្ញុំថតជូននៅក្នុងវីដេអូទាំងអស់បងប្អូនអាចទស្សនាហើយចិញ្ចឹមបានហើយមើលការតាំងពីការសងទ្រុងតាំងពីការដាក់មន់ដំបូងតាំងពីមន់អាយុលើមួយខែទៅទៀតក៏ត្រូវមានជួបបញ្ហាឈឺបែបម៉េចអីទៀតហ្នឹងគឺមានគ្រប់ទាំងអស់នៅក្នុងវីដេអូហ្នឹងអញ្ចឹងបើបងប្អូនតាមដានបងប្អូនអាចមាននៅចំណេះដឹងពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមមន់ហ្នឹងច្រើនជាងមុនណាចឹងអរគុណពុកម៉ែបងប្អូនដែលធ្លាប់ទៅតាមដានហើយជួយចុច follow រាល់ដងអរគុណច្រើនក្នុងវីដេអូនេះចែកជូនប៉ុណ្ណឹង